បាទសូមគោរពជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសូមបង្ហាញនៅឱសថបុរាណខ្មែរដែលខ្ញុំបាទបានទៅរកហើយក៏បានយកមកផ្សាយផ្សំហាលរួចជាស្រេចហើយឥឡូវមកដាក់ផ្សំសរុបទៅគឺមាន9មុខដែលអាចព្យាបាលបានជំងឺច្រើនប្រភេទមុខហើយថ្នាំនីមួយៗទាំង9មុខនេះក៏សុទ្ធតែមានតួនាទីខុសៗគ្នាដែលអាចព្យាបាលបានជំងឺផ្សេងៗផងដែរប៉ុន្តែថ្ងៃនេះខ្ញុំយកមកផ្សំដោយសារខ្ញុំធ្លាប់ផឹកធ្លាប់ហូបហើយក៏ឲ្យអ្នកជំងឺហូបទៅឃើញថាព្យាបាលបានជំងឺផ្សេងជាសះស្បើយទី1នេះគឺរឹសញ័របងប្អូនណាញ័រភូមិញ័រស្រុកយើងមិនមែនញ័រព្រៃទេចំណែកទី2នេះគឺវល្លិឈាមវល្លិនេះពេលដែលយើងកាប់ចាញ់ទៅគឺវាចាញ់ពណ៌លក្ខណៈដូចឈាមអញ្ចឹងចំណែកទី3នេះគឺមើម100ដែលនៅតាមភ្នំតាមដើមឈើអីណាចំណែកទី4នេះគឺស្មៅអណ្ដាតគោទី5គឺស្មៅព្រះធ្លាប់ទី6គឺដើមព្រាលចន្លុះឬក៏យើងហៅថាព្រាលខ្សែទី7គឺព្រះអន្លុកដើមទី8គឺស្បៅភ្លាំងទី9គឺស្មៅក្រវ៉ាញ់ជ្រូកគឺយើងយកមើមអញ្ចឹងគឺថ្នាំនេះគឺមានអត្ថប្រយោជន៍ច្រើនណាស់បងប្អូនណាគុណប្រយោជន៍វើគឺយើងអាចយកទៅប្រើប្រាស់ផឹកយើងហាលឲ្យស្ងួតដូចខ្ញុំបានដាក់អញ្ចឹងផ្សំមួយចិបទៅតាមដែលខ្ញុំចេះពីគ្រូខ្ញុំមកហើយយើងយកទៅដាំទឹកហូបរាល់ថ្ងៃរហូតអញ្ចឹងទៅពេលណាអស់ជាតិគឺចាំយើងចោលហើយក្នុងនេះគឺមួយឆ្នាំនេះគឺយើងហូបយ៉ាងហោចណាស់បាន5ថ្ងៃដែរហើយប៉ុន្តែវាព្យាបាលបានជំងឺអត្ថប្រយោជន៍និងគុណប្រយោជន៍ព្យាបាលបានជំងឺទី1គឺឈឺសន្លាក់ដៃជើងបងប្អូនឈឺចង្កេះឈឺជង្គង់សន្លាក់ដៃជើងជំងឺរ៉ាំរ៉ាយអីហ្នឹងឈឺក្នុងសារពាង្គរាងកាយនេះគឺអាចប្រើថ្នាំនេះបានហើយមួយទៀតគឺជំនួយកម្លាំងជំនួយឈាមហើយជាពិសេសគឺព្យាបាលបានជំងឺបេះដូងដែរបងប្អូនណាបងប្អូនអ្នកកើតជំងឺបេះដូងហើបបេះដូងឬក៏ជំងឺហឺតហើយជាពិសេសគឺគ្រុសកលៀនតែម្ដងថ្នាំនេះគឺខ្ញុំមានព្យាបាលបងប្រុសម្នាក់គាត់ផឹកគាត់ជាជំងឺគ្រុសកលៀនប៉ុន្តែគាត់ផឹកច្រើនឆ្នាំដែរបានរលាយអាគ្រុសហ្នឹងឬដូងបាតក៏ត្រូវដែរហើយសម្រាប់ស្ត្រីអ្នករដូវមិនទៀងធ្លាក់សអីក៏ត្រូវដែរស្បូនស្រត់ស្បូនឡនអីហ្នឹងក៏ត្រូវដែរសម្រាប់ជំងឺថ្នាំទាំងអស់នេះគឺអាចព្យាបាលបានជំងឺទាំងនោះបើនិយាយពីគុណប្រយោជន៍គុណសម្បត្តិនៃថ្នាំដែលខ្ញុំផ្សំទាំង9មុខនេះគឺនៅព្យាបាលបានជំងឺច្រើនប្រភេទមុខទៀតប៉ុន្តែខ្ញុំមិនអាចនឹងរៀបរាប់អស់ដោយសារគុណប្រយោជន៍របស់ដើមថ្នាំនីមួយៗក៏សុទ្ធតែមានតួនាទីព្យាបាលបានជំងឺផ្សេងទៀតអញ្ចឹងសូមជម្រាបបងប្អូនទាំងអស់គ្នាហើយបងប្អូនណាឃើញឬក៏ស្គាល់ថ្នាំទាំងនេះបងប្អូនផ្សំដូចខ្ញុំ9មុខនេះបងប្អូនយកទៅប្រើទៅគឺព្យាបាលបានច្រើនជំងឺជាពិសេសបងប្អូនអ្នកកើតឈាមសស៊ីឈាមក្រហមថ្នាំនេះខ្ញុំអាចធ្វើឲ្យគេហូបត្រូវហើយគេជាឃើញថាជាហើយកាត់បន្ថយអាចឈាមសស៊ីឈាមក្រហមនោះហើយជាពិសេសដូចខ្ញុំនិយាយគឺរឹសដូងបាតក៏ត្រូវដែរណាថ្នាំនេះប៉ុន្តែដែលពិសេសគឺថ្នាំរឹសដូងបាតខ្ញុំនឹងបង្ហាញប្រភេទថ្នាំមួយមុខទៀតនៅវីដេអូក្រោយហើយបងប្អូនអ្នកកើតគ្រុសកលៀនប្រមេះបាយប្រមេះក្របអីហ្នឹងគឺត្រូវហើយធ្វើឲ្យសុខភាពល្អហើយអាកវ៉ានេះគឺជំនួយកម្លាំងជំនួយសុខភាពធ្វើឲ្យសម្រស់យើងហ្នឹងល្អហើយឲ្យយើងមានកម្លាំងមកមុនហូបបាយបានដេកបានជាដើមនេះគឺឱសថបុរាណខ្មែរបងប្អូនណាខ្ញុំសូមបង្ហាញបងប្អូនតែប៉ុណ្្នឹងហើយបងប្អូនហាលឲ្យស្ងួតចិត្តមកជាប់ជាងដាំទឹកហូបហើយបើមិនបានគ្រប់9មុខបានត្រឹម5មុខក៏បានដែរក្នុងឱសថទាំង9មុខនេះហ្នឹងហើយនេះសូមធ្វើវីដេអូចែករំលែកជូនបងប្អូនបងប្អូនណាដែលស្គាល់ដើមទាំងប្រមាណនេះបងប្អូនរកហាលហូបទៅព្យាបាលបានជំងឺច្រើនមុខខ្ញុំក៏ហូបរាល់ថ្ងៃសូម្បីខ្ញុំជាគ្រូថ្នាំខ្ញុំរកមកហូបប៉ុន្តែបងប្អូនត្រូវការខ្ញុំក៏ជួយរកឲ្យយើងទៅខ្ញុំអត់មែនអ្នករកថ្នាំលក់រកអីទេពេលខ្លះរកទុកហូបខ្លួនឯងដែរទេបាទហ្នឹងហើយសូមចែករំលែកវីដេអូនេះឲ្យបងប្អូនកុំភ្លេចជួយ share ទាំងអស់គ្នាផងបាទ